តំបន់នេះគឺនៅខេត្តកណ្ដាលហើយកន្លែងនេះគឺមានការប្រណាំងម៉ូតូហោះបាទជិះបង្ហោះម៉ូតូបាទគឺមើលទៅគឺអស្ចារ្យមែនទែនហើយបើសិនណាជាយើងដើរឆ្លងព្រៃមកបន្តិចមកយើងបានឃើញនៅបឹងឈុកបាទគឺលាតសន្ធឹងគឺសម្បូរទៅដោយឈុកហើយកន្លែងនោះពិសេសមែនទែនគឺវាក្លិនក្រអូបដែលចេញអំពីឈុកបាទហើយខ្ញុំបានថតនៅក្រុមភាសារបស់ខ្ញុំបានចូលមកលេងនៅទីនេះហើយសង្ឃឹមថាបងប្អូននឹងបានទស្សនាហើយក៏ទទួលបានអារម្មណ៍រីករាយជាមួយក្រុមគ្រួសារខ្ញុំហើយនឹងសប្បាយចិត្តជាមួយទេសភាពដែលខ្ញុំបានថតចែកជូនទៅដល់បងប្អូនបាទបន្តិចទៀតនេះបងប្អូនអាចទៅទស្សនាជាមួយនឹងខ្ញុំអំពីទស្សនភាពបាទទេសភាពបាទគឺក្លិនឈូកក៏ដូចជាសម្រស់នៃការឈូកបាទលាតសន្ធឹងខ្លាំងមែនទែនធំមែនទែនដាច់កន្ទុយភ្នែកបងប្អូនមើលទៅគឺធំមែនទែនហើយខ្ញុំទៅដល់ទីនោះគឺខ្ញុំមានអារម្មណ៍ថា Oh my god គឺមិននឹកស្មានថាកន្លែងនេះអត់សូវមានអ្នកមកទស្សនាសោះបើសិនជាមានស្ពានឈើស្ពានរិស័យដើរឆ្លងទៅកណ្ដាលនៃបឹងឈូងប្រហែលជាមានអ្នកទៅទស្សនាច្រើនហើយក៏អាចទទួលបាននៅលុយអំពីភ្ញៀវទេសចរនិងភ្ញៀវក្នុងជាតិអន្តរជាតិផងដែរនេះគ្រាន់តែជាមតិយោបល់ខ្ញុំតែប៉ុណ្ណោះបើសិនជាធ្វើគឺរត់តែល្អបាទពុំមែនទៅទស្សនាវីដេអូនេះទៅខ្ញុំមិននិយាយអ្វីទេបងប្អូនមើលទៅការជួបទៅដឹងហើយគឺស្អាតមិនធម្មតាបាទចាំមើលតែបាទនេះគឺជាក្រុមគ្រួសារខ្ញុំទាំងមូលគុណជំរាបលាសូមទស្សនាវីដេអូនេះរហូតដល់ចប់អានេះគឺតំបន់នេះតំបន់ដាំឈូកបាទហើយឈូកមើលដៃកន្ទុយភ្នែកដូចការកស៊ូអញ្ចឹងច្រើនហើយខាងលើនេះខាងលើនេះកន្លែងហោះម៉ូតូប៉ណ្ណាំងបាទហោះហើយកម្ពស់ផុតក្បាលមនុស្សទៀតបាទថ្ងៃនេះបានមកទស្សនាមើលប៉ុន្តែជួយស្ដាយដោយសារគេអត់ប៉ណ្ណាំងនេះថតស្អាតនេះថតទៅយ៉ាងអាប់ណាស់ដល់ថ្ងៃទៅកោះសិនទៅបរិយសិនគេឲ្យបាញ់តាមអូងុយម្លេះមកទីសភ្នែកជម្រើសមកឈ្ងុយពេកហ៎ឈ្ងុយទៅវិញហើយ